ជំនាញម៉ាស៊ីនជារងថ្ងៃហ្នឹងគឺតម្រូវការទីផ្សារច្រើនដោយសារអីធម្មតាអាកាសធាតុវាមានការប្រែប្រួលអញ្ចឹងរងថ្ងៃអាកាសធាតុក្តៅអញ្ចឹងតាមផ្ទះតាមជនបទក៏នៅតែមានមិនថាទីជុំជនឬក៏ជនបទទេគឺតម្រូវការប្រើប្រាស់ម៉ាស៊ីនជាក់ហ្នឹងមានការកើនឡើងបាទមានជំនាញម៉ាស៊ីនជាក់នេះមានការចាប់អារម្មណ៍ច្រើនពីយុវជនដែលគាត់អត់មានការងារធ្វើហើយយុវជនដែលគាត់រៀនម៉ាស៊ីនជាក់នៅទីនេះមានឱកាសទៅធ្វើការនៅតាមក្រុមហ៊ុនឬក៏បើកខ្លួនឯងច្រើនបាទជោគជ័យច្រើនតាក់ទងទៅគាត់ទទួលការបណ្ដុះបណ្ដាលពីសាលាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំរួចទៅកន្លងមកខ្លួនរូបខ្ញុំផ្ទាល់ជាអ្នកបញ្ជូនសិស្សទៅធ្វើការអញ្ចឹងឃើញថាសិស្សម៉ាស៊ីនជាក់មានការងារច្រើនរហូតដល់ទៅ80ទៅ 75% ដែលគាត់មានការងារធ្វើទាំងនៅទីក្រុងភ្នំពេញឬក៏តាមបណ្ដាខេត្តមួយចំនួនតាមការបណ្ដុះបណ្ដាលជំនាញម៉ាស៊ីនជាក់នៅសាលាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំហ្នឹងគាត់គេបណ្ដុះបណ្ដាលទៅលើតាក់ទងទៅនឹងការតម្លើងការជួសជុលនិងមិនទៅនឹងការបញ្ចូលហ្គាសនិងការលាងសម្អាតម៉ាស៊ីនជាក់ការថែទាំអញ្ចឹងណាគ្រូម៉ាស៊ីនជាក់លោកគ្រូគាត់បណ្ដុះបណ្ដាលទាំងទ្រឹស្ដីទាំងអនុវត្តជាពិសេសគឺអនុវត្តតែម្ដងគឺអនុវត្តតម្ដងមិនថានៅក្នុងសាលាឬនៅតាមអង្គភាពជំនាញខេត្តដូចជានៅក្នុងរដ្ឋបាលខេត្តនៅតាមផ្ទះសំណាក់នៅក្នុងខេត្តនេះគឺកូនសិស្សចុះអនុវត្តតជាក់ស្ដែងតែម្ដងហើយជាពិសេសហ្នឹងខ្ញុំសំណូមពរចុងក្រោយហ្នឹងគឺសូមឲ្យយុវជនដែលគាត់អត់មានការងារធ្វើគាត់អាចមកចុះឈ្មោះរៀនម៉ាស៊ីនជាក់បានដោយមិនមានការបង់ប្រាក់ទេហើយជាពិសេសចុងក្រោយទៀតហ្នឹងគឺបងប្អូនដែលពលករមកពីប្រទេសថៃហ្នឹងគឺអាចគាត់មករៀនម៉ាស៊ីនជាក់បាន free ណាបាទសូមអរគុណបាទ